រថយន្ត MPV ដែលបងប្អូនកំពុងតែឃើញនេះតម្លៃអត់ដល់បាទ30000ទេបងប្អូនអញ្ចឹងពិតជាពិសេសបងប្អូនអាចតាមដានទាំងអស់គ្នាចង់ដឹងថាតើរថយន្ត MPV នេះគឺជារថយន្តអ្វីក៏ដូចជាមានរូបរាងបែបណាបានជាតម្លៃអត់ដល់30000ប៉ុន្តែគាត់តែចង់បញ្ជាក់បងប្អូនថាមកគួរសមមកអាចប្រើបានក៏ដូចជាម៉ាស៊ីន 1.5 លីត្របងប្អូនហើយអាចផលិតកម្លាំងសេសបានមកឆ្ងាញ់ដែរបងប្អូនអាចថាមកល្មមសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនហើយរថយន្តនេះគឺបំពាក់អេក្រង់ធំបងប្អូនមានកាមេរ៉ា360នេះ360អូខេមកឆ្ងាញ់ហើយនឹងអាចភ្ជាប់ជាមួយនឹង Apple CarPlay ភ្ជាប់ជាមួយនឹង Android Auto បាទហើយចំពោះប៊ូតុងបញ្ជាទៅលើម៉ាឡុងម៉ាស៊ីនត្រជាក់គឺដូចប្រប channel អញ្ចឹងអាចបងប្អូនអាចហើយមានកន្លែងយើងបញ្ចូលថ្មទូរស័ព្ទនេះបាទ USB Type A ក៏ដូចជានេះមានប្រព័ន្ធទំនើបមួយចំនួនទៀតដូចជាប្រាំងដៃអេឡិចត្រូនិកបាទប្រព័ន្ធ Auto Hold បាទហើយនេះគឺជាប្រអប់លេខរបស់គេ CVT 7 វគ្គមកឆ្ងាញ់គុំតោរបស់គេបងប្អូនទេហើយកន្លែងដាក់កែវទឹកក៏ដូចជាកន្លែងដាក់អីវ៉ាន់ហើយចំពោះការរចនាតាប់ឡូវិញមកសមរម្យមកស្អាតបាទអាចថាបងប្អូនដែលត្រូវការរថយន្ត MPV តម្លៃក្រោម30000បាទខ្វះ1រៀល30000ហើយនឹងមានប្រូម៉ូសិនថែមទូរស័ព្ទថែមម៉ូតូអញ្ចឹងទៅបងប្អូនអាចអញ្ជើញមកដល់កន្លែងរបស់គេបានបាទប៉ុន្តែរថយន្តនេះគឺអាចបាទថាជារថយន្តមួយដែលជាជំរិតរបស់បងប្អូនប្រសិនបើបងប្អូនត្រូវការរថយន្ត MPV 7កៅអីបាទនេះគឺជារថយន្ត Volink បាទ G ចឹងស៊េរីឆ្នាំ2024ព្រីថ្មីនេះខាងមុខរបស់គេបងប្អូនថាហើយចំពោះផ្នែកខាងមុខនេះគឺមានការរចនាជាមួយនឹងប៉ាណាបែបឆ្នោតបែបអក្សរ V ត្រូមេមើលទៅស្អាតមែនទែនមានកាមេរ៉ាផ្នែកខាងមុខដោយសាររថយន្តនេះមានកាមេរ៉ា360ហើយនឹងមានបាទ daytime running light មើលទៅស្អាតមែនទែនភ្លើងគឺជាប្រភេទគុជហើយខាងក្រោមនេះគឺជា fog lamp របស់គេបាទអូខេផ្នែកខាងមុខគឺគាត់ស្អាតពីប្រភេទ MPV 7កៅអីនេះបងប្អូនអាចមើលមកជុំជាមួយខ្ញុំបានបាទហើយចំពោះកញ្ចក់មើលខាងក្រោយបាទមានកាមេរ៉ាបាទនេះបងប្អូនខ្ញុំថយឲ្យឆ្ងាយតិចដើម្បីឲ្យបងប្អូនបានឃើញច្បាស់អំពីរូបរាងរបស់រថយន្តនេះបាទហើយចំពោះផ្នែកខាងក្រោយវិញក៏មានការរចនាស្អាតជាមួយនឹង sensor បាទចូលជាប់រហូតដល់4គ្រាប់បាទហើយ stop ផ្នែកខាងក្រោយជាប្រភេទ LED និងដាក់អក្សរ Volink យ៉ាងស្រស់ស្អាតជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយចំនួន1គ្រាប់ផងដែរឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងចង់ដឹងថាតើរថយន្តនេះមានការរចនាស្អាតបែបណាខ្លះបាទគឺរចនាជាមួយនឹងគោកបាទបែកពណ៌ខ្មៅបាទអាចជួរកណ្ដាលនេះយើងអាចអង្គុយបាន2នាក់ហើយជួរទី3អង្គុយបាន3នាក់ជួរខាងមុខ2នាក់ទៀតអញ្ចឹងសរុបទៅគឺ7បាទ7កៅអីសម្រាប់សមាជិកគ្រួសារដែលមានសមាជិកច្រើនអាចមកមើលរថយន្តនេះបានបងប្អូនខាងក្រោយនេះមានម៉ាស៊ីនត្រជាក់អូខេហើយម្ល៉ុកហើយខាងមុខរបស់គេស្អាតបាទហើយអ្វីដែលពិសេសគឺមានដំបូលបើកទៀតអូខេអាចថាស្អាតហើយប៉ុណ្នេះបងប្អូនដែលត្រូវការរថយន្តដែលមានតម្លៃធូរថ្លៃក្រោម30000បាទអាចមកមើលរថយន្តស៊េរីថ្មីគឺ Volink G ចឹងស៊េរីឆ្នាំ2024ហើយចំពោះកៅអីផ្នែកនេះបើកពណ៌វិញគឺជាប្រភេទកៅអីប្រើអេឡិចត្រូនិកបាទខ្ញុំបិទកង់នេះមកអូខេរូបស្បែកពណ៌ខ្មៅអាចចង្កូតជាប្រភេទអក្សរ D ទាំងអាចងាយស្រួលក្នុងការពេលដែលយើងឡើងលើរថយន្តមិនឲ្យកាត់ជើងហើយនឹងមានប៊ូតុងជាច្រើនហើយចំពោះអេក្រង់វិញបាទអេក្រង់នេះធំទំហំ12អ៊ីនបាទ12អ៊ីនជាងយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ក៏ដូចជាមានកាមេរ៉ា360ទេហើយចំពោះបាទអេក្រង់កុងទ័រវិញក៏ជាប្រភេទ Digital តែមើលទៅឃើញច្បាស់ល្អបាទឥឡូវយើងទៅមើលម៉ាស៊ីនបន្តិចមើលបាទរថយន្តនេះគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង 1.5 លីត្រផលិតកម្លាំងបាន150 horsepower និងកម្លាំងរមួល250 Newton meters ប៉ុន្តែនេះគឺរត់មកឆ្ងាញ់ទោះបីជាទៅខេត្តចូលក្រុងឬក៏ធ្វើដំណើរផ្លូវយ៉ាងណាក៏ដោយក៏អាចជំនះបានដែរអ្វីដែលពិសេសគឺតម្លៃធូរថ្លៃរបស់គេយើងចំណាយត្រឹមតែយើងថា30000ចុះបានរថយន្តបាទថ្មីខ្លាញ់គោយើងជិះលក្ខណៈការ4-5ឆ្នាំគឺអត់ទៅណាទេដោយសាររថយន្តថ្មីខ្លាញ់គោដល់ប្រាប់ហើយបងប្អូន
បាទចាក់តែសាំងបដូរតែប្រេងទៅគឺបានតែញ៉ាំដល់បងប្អូនដែលមានសមាជិកគ្រួសារ6ទៅ7នាក់គឺរថយន្តស៊េរីថ្មីនេះគឺអាចបំពេញគ្រប់តម្រូវការរបស់បងប្អូនបានអញ្ចឹងបើសិនបើបងប្អូនពេញចិត្តរថយន្តស៊េរីថ្មីនេះអាចមកមើលនៅ Volink Cambodia